ថៃថាមិនបានហាមពលរដ្ឋកម្ពុជានិងថៃមិនឲ្យបង្ហាញអត្តសញ្ញាណជាតិនៅលើប្រាសាទនោះទេអង្គភាពប្រព័ន្ធប្រឆាំងព័ត៌មានคล้ายៗថៃបានបដិសេធការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលថាក្រសួងការពារជាតិថៃបញ្ជាមិនឲ្យពលរដ្ឋកម្ពុជានិងថៃធ្វើកិច្ចកម្មលើប្រាសាទតាមុនធំនោះគឺជាព័ត៌មានមិនពិតដែលអាចបង្កើនជម្លោះរវាងប្រទេសទាំងពីរការចេញមកប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយជុំវិញបញ្ហានេះខុសពីខ្លឹមសារដើមដោយក្តោបព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយគណៈអ្នកនយោបាយនិងពលរដ្ឋថៃមួយចំនួនបានព្យាយាមទៅច្រៀងចម្រៀងនៅលើប្រាសាទតាមុនធំក្រសួងការពារជាតិថៃតាមរយៈអង្គភាពប្រឆាំងព័ត៌មានคล้ายៗថៃកាលពីថ្ងៃទី11ខែមីនាបានបញ្ជាក់ថាក្រសួងមិនបានបញ្ជាហាមពលរដ្ឋកម្ពុជានិងថៃធ្វើសកម្មភាពនៅលើប្រាសាទតាមុនធំនោះទេដោយក្រសួងការពារជាតិថៃបានស្នើសុំកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋដើម្បីបញ្ជាការបង្ហាញអត្តសញ្ញាណជាតិនៅក្នុងតំបន់ព្រំដែនដែលអាចបង្កើតជាការជម្លោះរវាងប្រទេសនិងប្រទេសក្រសួងការពារជាតិថៃលើកឡើងថាតំបន់ព្រំដែនកម្ពុជាថៃនៅតំបន់ព្រំដែនប្រាសាទតាមុនធំជាប់ព្រំដែនខេត្តឧត្តរមានជ័យនិងខេត្តឧបលរាជធានីជាប់ទឹកដីខេត្តព្រះវិហាររបស់កម្ពុជាគឺជាតំបន់រសើបដែលត្រូវតែមើលថែទាំយ៉ាងប្រុងប្រយ័ត្នដើម្បីរក្សាសណ្ដាប់ធ្នាប់ទប់ស្កាត់ជម្លោះនិងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងកិច្ចព្រមព្រៀងរួមរវាងគណៈកម្មការព្រំដែនកម្ពុជានិងថៃយ៉ាងណាក៏ដោយក្រសួងការពារជាតិថៃបញ្ជាក់ថាពលរដ្ឋនៅតែអាចធ្វើដំណើរបានធ្វើពាណិជ្ជកម្មនិងចូលធ្វើទស្សនាបានដូចធម្មតាប៉ុន្តែសូមជៀសវាងសកម្មភាពដែលអាចបណ្ដាលឲ្យមានការយល់ច្រឡំនៅក្នុងតំបន់ដែលងាយរងគ្រោះឬបង្កើតជម្លោះរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរលើកទី2ហើយដែលក្រសួងការពារជាតិថៃចេញមកបំភ្លឺចំពោះរឿងវិវាទនៅតំបន់ប្រាសាទតាមុនធំដោយកន្លងទៅពលរដ្ឋក្រសួងការពារជាតិថៃលោកភូថាំបានប្រកាសចុះផ្សាយរបស់សារព័ត៌មានថៃមួយដែលថាលោកនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបានតាក់ទងទៅលោកដើម្បីសុំទោសរឿងពលរដ្ឋខ្មែរច្រៀងចម្រៀងមនសិការជាតិនៅមុខប្រាសាទតាមុនធំកាលពីថ្ងៃទី13ខែកុម្ភៈដែលបង្កឲ្យមានទំនាស់រវាងកងទ័ពនៃប្រទេសទាំងពីរកាលនោះលោកភូថាំបានបញ្ជាក់ថាលោកហ៊ុនម៉ាណែតមិនបានសុំទោសលោកទេដោយត្រឹមតែបង្ហាញការសោកស្ដាយការចេញមកបញ្ជាក់របស់ក្រសួងការពារជាតិថៃនេះធ្វើឡើងបន្ទាប់ពីគណៈបកប្រឆាំងរបស់ថៃមួយបានរៀបចំក្បួនដង្ហែបកទៅកាន់ខេត្តសុរិន្ទដើម្បីប្រារព្ធកម្មវិធីច្រៀងចម្រៀងបទភ្លេងជាតិនៅប្រាសាទតាមុនធំកាលពីថ្ងៃអាទិត្យទី9ខែមិនិនាដើម្បីត្រូវយោធាថៃហាមឃាត់និងស្នើឲ្យផ្លាស់ទីតាំងនៅប្រាសាទបាលួងក្បែរនោះវិញករណីស្រដៀងគ្នាមួយទៀតបានកើតឡើងកាលពីថ្ងៃទី10ខែកុម្ភៈគឺមានករណីព្រះសង្ឃនិងដូនជីជនជាតិថៃមួយក្រុមបាននាំគ្នាធ្វើដំណើរទៅប្រាសាទតាមុនធំដើម្បីច្រៀងចម្រៀងជាតិថៃប៉ុន្តែត្រូវអាជ្ញាធរថៃហាមឃាត់បណ្ដាលឲ្យមានការតវ៉ាតាំងសរសៃកដាក់គ្នារវាងក្រុមព្រះសង្ឃនិងអាជ្ញាធរបញ្ហានេះធ្វើឡើងឲ្យខេត្តសុរិន្ទដែលរស់នៅក្បែរតំបន់ប្រាសាទតាមុនធំចេញមកអង្វរក្រុមអ្នកជាតិនិយមកុំឲ្យមកបង្កើតស្ថានភាពនៅតំបន់ប្រាសាទមួយនេះដែលអាចបង្កជាការប្រឈមមុខដាក់គ្នាខាងផ្នែកយោធាទាក់ទិនរឿងនេះអតីតតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអាតប្រាប់អ្នកសារព័ត៌មានថាបញ្ហាវិវាទរឿងព្រំដែនកម្ពុជានិងថៃមានភាពមិនច្បាស់លាស់ដោយរដ្ឋាភិបាលទាំងពីរបានលើកឡើងអំពីទំនាក់ទំនងល្អរវាងគ្នានឹងគ្នាលើផែនការការទូតប៉ុន្តែស្ថានភាពការពារជាតិនៃប្រទេសទាំងពីរបែរជាមានការចល័តទ័ពស្ងាត់ទៅវិញ RFACK មិនទាន់អាចតាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលីសុចិតានិងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែននៃទីស្តីការគណៈរដ្ឋមន្ត្រី
លោកឡាំជាដើម្បីសំបកស្រាយជុំវិញបញ្ហានេះបាននៅឡើយទេជុំវិញរឿងនេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសណូវេលោកម៉ែនណាតយល់ថាភាគីថៃបានប្រើប្រាស់វិធីត្រជាក់ដើម្បីបន្ថយភាពតានតឹងជាមួយកម្ពុជាក្នុងគោលបំណងកុំឲ្យកម្ពុជាលើកយកបញ្ហានេះប្តឹងទៅតុលាការអន្តរជាតិដោយករណីប្រាសាទព្រះវិហារដែលតុលាការអន្តរជាតិក្រុងឡាអេសម្រេចឲ្យកម្ពុជាឈ្នះក្តីទាំងពីរដងពាក់ព័ន្ធនឹងរឿងព្រំដែននេះរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកម៉ារីតបានអះអាងថាកន្លងទៅលោកបានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារកម្ពុជាលោកប្រាក់សុខុនក្នុងឱកាសជួបជុំនៅប្រទេសវៀតណាមដោយក្នុងជំនួបនោះលោកទាំងពីរបានពិភាក្សាគ្នារឿងភាពចម្រូងចម្រាសនៅព្រំដែនប្រាសាទតាម៉ុនធំក្នុងកិច្ចពិភាក្សាទ្វេភាគីនេះរដ្ឋមន្ត្រីក្រសួងការពារបរទេសនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាទុកបញ្ហានេះឲ្យគណៈកម្មការតំបន់របស់ប្រទេសទាំងពីរជាអ្នកដោះស្រាយដើម្បីអះអាងថាវិវាទនៅប្រាសាទតាម៉ុនធំមិនមែនជាបញ្ហាធំដុំដែលត្រូវយកមកពិភាក្សាក្នុងក្របខ័ណ្ឌអន្តរជាតិនោះទេទោះបីជារដ្ឋមន្ត្រីក្រសួងការពារបរទេសនៃប្រទេសទាំងពីរលើកឡើងបែបនេះក្តីបើក្រឡេកទៅមើលតាមព្រំដែនវិញកងទ័ពប្រទេសទាំងពីរបានចល័តនិងបង្កើតការដាល់ល្បាតនៅតាមព្រំដែនត្រង់តំបន់មានជម្លោះគណៈយោធាថៃបានធ្វើសមយុទ្ធខាងផ្លូវអាកាសដោយមានការបើកយន្តហោះចម្បាំង E-16 នៅជាប់ព្រំដែនកម្ពុជានៅតំបន់ប្រាសាទតាម៉ុនធំទៀតផងជុំវិញការចល័តទ័ពទៅកាន់តំបន់ភូមិភាគ2ក្នុងភូមិភាគឦសានជាប់ព្រំដែនកម្ពុជានេះរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកភូថាមបានអះអាងប្រាប់អ្នកសារព័ត៌មានថានៅថ្ងៃទី13ខែមីនាគឺជាភារកិច្ចការពារព្រំដែនដែលទាហានថៃតែងតែអនុវត្តជាធម្មតាសាច់ញាតិជនរងគ្រោះគាំទ្រឲ្យសាលាឧទ្ធរភ្នំពេញបន្តដាក់ទោសធ្ងន់លើអតីតឧកញ៉ាស្រីស៊ីណាសាច់ញាតិជនរងគ្រោះនិងមន្ត្រីសង្គមស៊ីវិលគាំទ្រឲ្យសាលាឧទ្ធរភ្នំពេញដំកល់ដីកាសំណុំរឿងឃាតកម្មលើគូដណ្ដឹងវ័យក្មេង2នាក់ដែលបង្កឡើងដោយឧកញ៉ាស្រីស៊ីណាទុកជាបានការដដែលពួកគាត់រំពឹងថាតុលាការនឹងឆាប់បិទបញ្ចប់សំណុំរឿងនេះហើយត្រូវបង្គាប់ឲ្យជនបង្កឆាប់ផ្ដល់សំណងជំងឺចិត្តមកឲ្យគ្រួសារជនរងគ្រោះទៅតាមសេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញសំណុំរឿងឃាតកម្មបាញ់សម្លាប់គូដណ្ដឹងវ័យក្មេង2នាក់ស្ថិតនៅបរិយពេញហួតបឹងស្នោខណ្ឌចំការខណ្ឌច្បារអំពៅដែលបង្កឡើងដោយឧកញ៉ាស្រីស៊ីណាគឺអស់រយៈពេលជាង10ខែមកហើយនៅពេលនេះជនរងគ្រោះជនជាប់ចោទលោកស្រីស៊ីណាបានបន្តប្តឹងជំទាស់ទៅសាលាអូតូជុំវិញសេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញកន្លងមកហើយត្រូវបានសាវនាការបើកជាលើកទី1នៅថ្ងៃទី14ខែមីនាប៉ុន្តែសាវនាការនេះត្រូវពន្យាពេលទៅថ្ងៃទី23ខែមេសាវិញដោយសារតែលោកស្រីស៊ីណារកមេធាវីការពារក្តីមិនទាន់បានប្អូនស្រីរងគ្រោះលោកឡុងលីសងគឺកញ្ញាឡុងលីស័រប្រាប់ OFACK ថាកញ្ញាមិនដឹងថាត្រូវនិយាយបែបណានោះទេលើករណីនេះប៉ុន្តែកញ្ញាគាំទ្រឲ្យសាលាអូតូភ្នំពេញរក្សាសាលដីកាសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញនៅដដែលជុំវិញរឿងនេះអ្នកនាំពាក្យសាលាអូតូលោកខុនលៀងម៉េងប្រាប់ OFACK ថាសំណុំរឿងឃាតកម្មពាក់ព័ន្ធនឹងអតីតឧកញ៉ាស្រីស៊ីណានេះពុំមានការវិវត្តអ្វីនោះទេព្រោះសាវនាការដែលត្រូវបានបើកលើសំណុំរឿងនេះនៅថ្ងៃទី19ខែមីនាបានជាពន្យាពេលទៅថ្ងៃទី31ខែមេសាវិញដោយសារតែលោកស្រីស៊ីណារកមេធាវីការពារក្តីមិនទាន់បានសាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី23ខែធ្នូបានប្រកាសសាលក្រមចំនួន3របស់អតីតឧកញ៉ាស្រីស៊ីណាគឺសំណុំរឿងឃាតកម្មប៉ុនប៉ងធ្វើឃាតកម្មនិងប្រើប្រាស់អាវុធខុសច្បាប់និងបទរំលោភទៅលើលំនៅឋានដោយក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបងរាជធានីភ្នំពេញសម្រាប់ផ្តន្ទាទោសជនជាប់ចោទឈ្មោះស្រីស៊ីណាឲ្យជាប់ពន្ធនាគារចំនួន31ឆ្នាំនិងផ្ដល់សំណងជំងឺចិត្តដល់សាច់ញាតិជនរងគ្រោះបាត់បង់ជីវិត
និងជនរងគ្រោះដែលរងរបួសចំនួន$2,550,000 ទាក់ទិននឹងរឿងនេះប្រធានសហគមន៍ការពារសិទ្ធិមនុស្សអាត6លោកនីសុខាយល់ឃើញថាសំណុំរឿងឃាតកម្មទៅលើគូដណ្ដឹង2នាក់កាលពីខែមិថុនាកន្លងមកមានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនទន្ទឹមនឹងនោះលោកថាមហាជនក៏បានគាំទ្រចំពោះសេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញលោកថាចំពោះបណ្ដឹងជំទាស់ជនជាប់ចោទគឺសុទ្ធតែជាសេរីភាពប៉ុន្តែសាលាឧទ្ធរភ្នំពេញត្រូវរកភស្តុតាងឲ្យបានរឹងមាំក្នុងករណីដែលមានការប្រែប្រួលមួយចំនួនលើសំណុំរឿងមួយនេះលោកនីសុខាមានប្រសាសន៍ប្រសិនបើវាមានលក្ខណៈប្រែប្រួលតើតែសាលាឧទ្ធរភ្នំពេញមានមូលដ្ឋាននៅក្នុងការសម្រេចថាតើមូលដ្ឋានអ្វីនៅក្នុងការធ្វើឲ្យសាលក្រមនឹងមានការប្រែប្រួលឡើងវិញខ្ញុំគិតថារឿងអស់ទីនោះសាលាឧទ្ធរក៏នឹងមានការត្រិះរិះពិចារណាក្នុងកម្រិតខ្ពស់ទាក់ទងបញ្ហានេះព្រោះបញ្ហានេះវាជះឥទ្ធិពលទៅដល់បញ្ហាក្នុងសង្គមជាច្រើនហើយក៏ជាការតាមដានពីមហាជនច្រើនដែរកាលពីរសៀលថ្ងៃទី17ខែមិថុនាអតីតឧកញ៉ាស្រីស៊ីណាបានប្រើប្រាស់កាំភ្លើងបាញ់ច្រើនគ្រាប់បណ្ដាលឲ្យគូដណ្ដឹងវ័យក្មេង2នាក់បាត់បង់ជីវិតនិងមនុស្ស2នាក់ទៀតរងរបួសក្នុងផ្ទះរបស់ជនរងគ្រោះស្ថិតនៅក្នុងបរិយាពេញហួតបឹងស្នោក្នុងខណ្ឌច្បារអំពៅដោយផ្ដើមចេញពីទំនាស់បន្តិចបន្តួចរឿងស្នួរហាលខោអាវឆ្លងចូលព្រំដីគ្នាទៅវិញទៅមកការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរាយថាគ្មានអាជីវកម្មកាយភ្នំឈើកាច់គឺខុសពីការពិតពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងអះអាងថាការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលលោកកែវរតនាថាគ្មានអាជីវកម្មកាយភ្នំប្រវត្តិសាស្ត្រឈើកាច់គឺផ្ទុយពីការពិតដើម្បីលាក់បាំងរដ្ឋាភិបាលនិងសាធារណជនពួកគាត់ថាដើម្បីបង្ហាញភាពស្អាតស្អំរបស់អាជ្ញាធរថាមិនសូមក្រឡុំជាមួយក្រុមហ៊ុនរដ្ឋាភិបាលត្រូវតែផ្ទៀងផ្ទាត់ពីអាជីវកម្មកាយភ្នំឈើកាច់ឲ្យបានត្រឹមត្រូវនិងបញ្ឈប់សកម្មភាពកាយកំទេចភ្នំប្រវត្តិសាស្ត្រនៅតំបន់នោះពលរដ្ឋនិងយុវជននៅខេត្តព្រៃវែងខកចិត្តនិងរដ្ឋមន្ត្រីក្រសួងធម្មពលរ៉ែលោកកែវរតនាមិនបានទទួលស្គាល់ការពិតពីអាជីវកម្មកាយភ្នំទេសចរធ្វើអាជីវកម្មទ្រង់ទ្រាយធំមានជាប់ពាក់ព័ន្ធទៅនឹងមេទាហានពាក់ផ្កាយមួយម្នាក់ពលរដ្ឋថាការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលគឺផ្ទុយពីការពិតពលរដ្ឋនៅខេត្តព្រៃវែងថ្លែងសុំលាក់ឈ្មោះព្រោះបារម្ភពីសុវត្ថិភាពប្រាប់អ្នកសារព័ត៌មានថាការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងរាយផ្ទុយពីការពិតដើម្បីលាក់បាំងពីភាពមិនប្រក្រតីបំផ្លាញសម្បត្តិជាតិក្នុងតំបន់ប្រវត្តិសាស្ត្រលោកថាប្រសិនបើរដ្ឋាភិបាលជឿទៅលើរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដោយមិនបានចុះផ្ទៀងផ្ទាត់បញ្ហាជាក់ស្ដែងទេភ្នំប្រវត្តិសាស្ត្រនៅតំបន់នោះនឹងរលាយហិនហោចអស់ជាមិនខានយុវជននៅខេត្តព្រៃវែងលោករំចង់សំណាងសង្កេតឃើញថាអាជីវកម្មក្រោយភ្នំប្រវត្តិសាស្ត្រក្នុងតំបន់នោះមិនបានផ្ដល់ប្រយោជន៍ឲ្យពលរដ្ឋមូលដ្ឋាននោះទេហើយបុគ្គលដែលទទួលបានប្រយោជន៍គឺក្រុមហ៊ុនឯកជននិងអ្នកមានលុយមានអំណាចនិងមន្ត្រីខិលខូចលោកថាតំបន់ចង្កេះភ្នំទេសចរសម្បូរធនធានធម្មជាតិមានតម្លៃមហាសាលរួមមានថ្មមានតម្លៃខ្សាច់និងរ៉ែធម្មជាតិគួរឲ្យអភិរក្សឲ្យបានគង់វង្សប្រតិកម្មរបស់ពលរដ្ឋនិងយុវជននេះធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលលោកកែវរតនាថ្មីនេះបានផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានថារដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនចំនួន7វាយកថ្មភ្នំនិងតំបន់ភ្នំតូចមានចម្ងាយ3គីឡូម៉ែត្រពីតំបន់អភិរក្សប្រវត្តិសាស្ត្រភ្នំឈើកាច់រដ្ឋាភិបាលថាអាជីវកម្មកាយភ្នំនៅតំបន់នោះគឺធ្វើឡើងដើម្បីបំពេញតម្រូវការសំណង់លោកបញ្ជាក់ថារដ្ឋាភិបាលមិនបានផ្ដល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មក្នុងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រឈើកាច់នោះទេហើយអាជីវកម្មកាយភ្នំនៅតំបន់នោះគឺធ្វើឡើងដើម្បីបំពេញតម្រូវការសំណង់នៅក្នុងខេត្តព្រៃវែងនិងខេត្តស្វាយរៀងពលរដ្ឋអះអាងថាបេតិកភណ្ឌវប្បធម៌ដែលរដ្ឋាភិបាល
កំណត់ជាតំបន់អភិរក្សមានទំហំ25ហិកតានៅចំណុចចង្កេះភ្នំទេសចរភ្នំឈើកាចប៉ែកខាងក្រោយកំពុងប្រឈមការកាយយកសាច់ធ្វើអាជីវកម្មទ្រង់ទ្រាយធំជាង5ខែមកហើយពីសំណាក់នាយកសាលាបើកបរយោធានៃអគ្គមេបញ្ជាការដ្ឋានទីចាត់ការចល័តឧបត្ថម្ភនិងជាមេតបទាហានពាក់ផ្កាយមួយលោកប៉ុស្តិ៍សវណ្ណឌីពលរដ្ឋអះអាងថាអាជីវកម្មកាយភ្នំទេសចរយកសាច់បែបនេះធ្វើឲ្យបាត់បង់សម្រស់បរិស្ថាននិងធនធានធម្មជាតិនៅជុំវិញចង្កេះភ្នំឈើកាច់ RFACK មិនទាន់អាចតាក់ទងសុំការបំភ្លឺរឿងនេះពីមេទាហានពាក់ផ្កាយមួយនិងជានាយកសាលាបើកបរលោកប៉ុលសវណ្ណឌីបាននៅឡើយទេតម្លាភាពនិងភាពស្មោះត្រង់ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសហគមន៍ការពារសិទ្ធិមនុស្សអាត6ប្រចាំខេត្តព្រៃវែងលោកស្រីអាងគឹមឈីយល់ថាដើម្បីឲ្យមានតម្លាភាពនិងបញ្ជាក់ពីភាពស្មោះត្រង់របស់អាជ្ញាធរនិងក្រុមហ៊ុនរដ្ឋាភិបាលគួរតែសិក្សានិងទៀងផ្ទាត់ឲ្យបានច្បាស់លាស់ពីអាជីវកម្មកាយភ្នំឈើកាច់នេះតំបន់បាភ្នំឬក៏ហៅថាភ្នំឈើកាច់បានបណ្ដុះកូនភ្នំតូចធំជាង10ភ្នំឈរផ្ដុំគ្នាបង្កើតសម្រស់ធម្មជាតិល្អឥតខ្ចោះដែលរដ្ឋាភិបាលបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំកាលពីឆ្នាំ2023មានផ្ទៃដីទំហំជាង125ហិកតាស្ថិតក្នុងឃុំចំនួន3ក្នុងស្រុកបាភ្នំខេត្តព្រៃវែងប៉ុន្តែតំបន់នោះបានក្លាយជាទីផ្សារបាភ្នំធ្វើអាជីវកម្មនិងខ្សាច់ភ្នំមានតម្លៃជាច្រើនឆ្នាំមកហើយពីសំណាក់ក្រុមហ៊ុនចិននិងបុគ្គលមានលុយមានអំណាចធ្វើឲ្យភ្នំយ៉ាងហោចណាស់3ខូចរូបរាងនិងភ្នំខ្លះទៀតបាត់បង់ទាំងមូលតែម្ដងរីឯពលរដ្ឋក្រីក្រជាច្រើនពាន់គ្រួសាររស់នៅក្នុងស្រុកបាភ្នំទាំងមូលនៅតែរងគ្រោះដោយសារសម្លេងដឹកដីដឹកថ្មដង្ហែចូលដោយស្រមោចនិងការបំផ្ទុះថ្មខ្ទេចខ្ទីហើយសាចទៅលើផ្ទះរបស់អ្នកភូមិព្រមទាំងធ្វើឲ្យខូចផ្លូវជាច្រើនខ្សែពលរដ្ឋទទួលឲ្យរដ្ឋាភិបាលទទួលស្គាល់ការពិតពីការបំផ្លាញតំបន់ប្រវត្តិសាស្ត្រនិងទទួលខុសត្រូវពីផលប៉ះពាល់សុខភាពពលរដ្ឋបរិស្ថាននិងធនធានធម្មជាតិនៅតំបន់អតីតរាជធានីបុរាណសម័យនគរភ្នំសកម្មជនដីធ្លីលោកស្រីង៉ែខុនថាតុលាការគម្រាមលោកស្រីមិនឲ្យតវ៉ាទាមទារការដោះលែងកូនស្រីសកម្មជនដីធ្លីបង្កក់លោកស្រីង៉ែខុនថាតុលាការក្រុងភ្នំពេញព្រមានចាប់ខ្លួនលោកស្រីប្រសិនបើលោកស្រីនៅតែបន្តតវ៉ាឬថតវីដេអូនៅមុខតុលាការទាមទារឲ្យដោះលែងកូនលោកស្រីមន្ត្រីសង្គមស៊ីវិលការគម្រាមកំហែងរបស់តុលាការមកពីពលរដ្ឋដែលតវ៉ាដោយសន្តិវិធីនេះគឺផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញដោយហាក់គ្មានសង្ឃឹមចំពោះប្រព័ន្ធតុលាការនោះនិងផ្ដល់យុត្តិធម៌ជូនគ្រួសារគឺកូនស្រីគឺលោកស្រីអេងសុខាកំពុងជាប់ឃុំសកម្មជនដីធ្លីបង្កក់លោកស្រីង៉ែខុនមិត្តភ័ក្តិនិងសាច់ញាតិសរុបចំនួន4នាក់បានប្រមូលផ្ដុំគ្នាតវ៉ាអហិង្សាជាថ្មីនៅមុខសាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី13ខែមិនិនាដើម្បីទាមទារឲ្យតុលាការដោះលែងកូនស្រីប៉ុន្តែការតវ៉ានេះពួកគាត់ត្រូវបានតុលាការក៏ហៅគម្រាមមិនឲ្យចេញតវ៉ានៅខាងមុខតុលាការទេសកម្មជនដីធ្លីបង្កក់លោកស្រីង៉ែខុនប្រាប់អ្នកសារព័ត៌មានថាលោកស្រីមិនព្រមបញ្ឈប់សកម្មភាពតវ៉ាតុលាការឲ្យដោះលែងកូនស្រីបើទោះបីជាចៅក្រមសាលាដំបងរាជធានីភ្នំពេញគម្រាមចាប់ខ្លួនប្រសិនបើលោកស្រីបន្តសកម្មភាពក៏ដោយលោកស្រីថាការគម្រាមរបស់តុលាការភ្នំពេញនេះគឺជារឿងដែលមិនអាចទទួលយកបានព្រោះកូនស្រីលោកស្រីត្រូវអាជ្ញាធរចាប់ខ្លួនទាំងអយុត្តិធម៌ហើយតុលាការបែរជាមិនឲ្យលោកស្រីចេញមុខតវ៉ាទៅវិញលោកស្រីង៉ែខុនបញ្ជាក់ថាឃើញគេថាមកនៅមិនស្ដាប់អាជ្ញាធរយើងគេមានវិធានការតទៅទៀតហើយមកដល់អញ្ចឹងខ្ញុំធ្វើមិនអស់ចិត្តខ្ញុំធ្វើមិនសុខចិត្តបើកូនខ្ញុំគ្រាន់តែមកទាមទារយុត្តិធម៌សម្រាប់ខ្ញុំតើគេវាយខ្ញុំបែកក្បាលហើយប្រព័ន្ធតុលាការអត់ចាប់ជនដៃដល់ចាប់ជនល្មើសមកផ្ដន់ទាទោសហើយ
យកតែជនរងគ្រោះទៅដាក់ទោសអញ្ចឹងខ្ញុំមិនអាចស្ងប់មិនសុខចិត្តទេលោកស្រីថាបើទោះបីជាលោកស្រីមានវ័យ84ឆ្នាំនិងមានជំងឺជាប់ខ្លួនក្តីលោកស្រីមិនព្រមចុះចាញ់ចំពោះការគំរាមកំហែងពីអាជ្ញាធរភ្នំពេញលោកស្រីនឹងបន្តធ្វើសកម្មភាពយ៉ាងហោចណាស់ចំនួន3ទៅ4ដងនៅមុខសាលារាជធានីភ្នំពេញរហូតដល់កូនស្រីរបស់លោកស្រីទទួលបានសេរីភាពឡើងវិញជុំវិញករណីនេះសកម្មជនសង្គមលោកអុកពេជ្រសំណាងដែលចូលរួមតវ៉ាឲ្យមានការដោះលែងលោកស្រីអេងសុខាលើកឡើងថាករណីគំរាមកំហែងពីសំណាក់តុលាការក្រុងភ្នំពេញគឺជាការធ្វើទុកបុកម្នេញលើគ្រួសារលោកស្រីថ្ងៃខុនម្ដងហើយម្ដងទៀតលោកថាតុលាការបានចាប់ខ្លួនលោកស្រីអេងសុខាទាំងអយុត្តិធម៌ហើយតុលាការបែរជាគំរាមម្ដាយលោកស្រីមិនឲ្យតវ៉ាលោកថារូបភាពទាំងនេះបង្ហាញថាពលរដ្ឋខ្មែរមិនមានសិទ្ធិសេរីភាពដោយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទេលោកអុកពេជ្រសំណាងមានប្រសាសន៍ខ្ញុំចូលរួមស្ដាប់ខ្ញុំមកចូលរួមឲ្យចម្លើយហើយខ្ញុំមកចូលរួមផ្ដាំមតិទៅអ្នកស្ដាប់ទាំងអស់នៅលើពិភពលោកនិងអ្នកស្ដាប់ទាំងអស់នៅក្នុងស្រុកខ្មែរមិនក៏គ្រួសាររងគ្រោះនៅបន្តរងគ្រោះហើយមិនអ្នកដែលបង្កអង្គលោកធ្វើសេចក្តីសម្រេចតាមអ្វីទៅស្រុតទៅចិត្តដែលតុលាការនោះចាស់តែបន្តអុកឡុកសកម្មភាពគ្រួសារនឹងមកដាក់គុកនៅថ្ងៃទី31ខែមករាសមាជិកបានចាប់អ្នកស្រីអេងសុខាដោយហិង្សាទាំងគ្មានដីកាការចាប់ខ្លួននេះធ្វើឡើងអំឡុងពេលលោកស្រីកំពុងតវ៉ានៅមុខសាលាដំបងរាជធានីភ្នំពេញបង្ហាញពីការឈឺចាប់ដែលតុលាការមិនផ្ដល់យុត្តិធម៌ជូនម្ដាយគឺលោកស្រីង៉ែខុនដែលកំពុងរងបណ្ដឹងក្នុងតុលាការពាក់ព័ន្ធបញ្ហាដីធ្លីកាលពីជាង10ឆ្នាំមុនក្រោយមកសាលាដំបងរាជធានីភ្នំពេញបានឃុំខ្លួនលោកស្រីអេងសុខាជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរដោយចោទអំពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់អ្នកដទៃ RFACK មិនទាន់អាចតាក់ទងអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញលោកអ៊ីរ៉ានដើម្បីឆ្លើយតបជុំវិញរឿងនេះបាននៅឡើយទេដោយសារតែទូរស័ព្ទហៅចូលតែគ្មានអ្នកទទួលទាក់ទិននឹងនេះប្រធានសហគមន៍ការពារសិទ្ធិមនុស្សអាត6លោកនីសុខាថាតុលាការឬរដ្ឋាភិបាលមិនអាចគំរាមកំហែងពលរដ្ឋដែលតវ៉ាដោយសន្តិវិធីនោះទេលោកថាក្នុងសង្គមប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិចេញធ្វើកោតកម្មបាតុកម្មដោយសន្តិវិធីដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយហើយអាជ្ញាធរត្រូវតែទទួលយកសំណើរបស់ពលរដ្ឋលោកនីសុខាថានៅពេលដែលមានការគំរាមកំហែងទៅលើពលរដ្ឋណាម្នាក់ក្នុងការដែលហាមឃាត់មិនឲ្យគាត់តវ៉ាមានន័យថាគាត់សិទ្ធិគេមិនឲ្យតវ៉ានោះគឺជាការរំលោភបំពានធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋពីព្រោះថាសិទ្ធិក្នុងការតវ៉ានិងក្នុងការទាមទារគឺជាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋហើយការតវ៉ាទាមទារទាំងនោះធ្វើឡើងដោយអហិង្សាកុំឲ្យតែប្រើប្រាស់នៅអំពើហិង្សាអានឹងគឺជាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋលោកស្រីង៉ែខុននិងលោកស្រីអេងសុខាគឺជាជនរងគ្រោះបាត់បង់ដីធ្លីនិងរងអំពើហិង្សាពីអាជ្ញាធរក្រុងភ្នំពេញជាច្រើនដងលោកស្រីង៉ែខុនធ្លាប់ជាប់ពន្ធនាគារចំនួន2លើកគឺនៅឆ្នាំ2012ជាប់1ខែនិងក្រោយមកនៅឆ្នាំ2014ជាប់5ខែបន្ថែមពីនេះលោកស្រីង៉ែខុនក៏ធ្លាប់ត្រូវបានក្រុមសន្តិសុខក្រុងភ្នំពេញវាយបំបាយក្បាលហូរឈាមហើយនៅក្នុងពេលចេញតវ៉ារកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុនស៊ូកាកូរបស់អុកញ៉ាលាវមេងខីជាសមាជិកប្រសិទ្ធិរបស់បកកាន់អំណាចដែលរំលោភយកដីធ្លីផ្ទះសម្បែងរបស់គាត់កាលពីជាង10ឆ្នាំមុនសាច់ញាតិនិងមន្ត្រីសង្គមស៊ីវិលស្នើអាជ្ញាធរឲ្យដោះលែងលោកស្រីអេងសុខាឲ្យមានសេរីភាពឡើងវិញពីព្រោះសកម្មភាពរបស់លោកស្រីអេងសុខាមានចេតនាបំផ្លាញទ្រព្យសម្បត្តិសាធារណៈដោយការចោទប្រកាន់របស់តុលាការឡើយ